យុដមនាយឧត្តមស្នេហ៍ឈុំសុជាតិរដ្ឋលេខានឹងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់យ៉ាងកក្លឿនដោយមានលក្ខណៈញុះញង់និងចេតនាទុច្ចរិតដែលនាំឲ្យមានការភ័ន្តច្រឡំពាក់ព័ន្ធទៅនឹងមូលដ្ឋានសមុទ្ររៀមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននៅពេលថ្មីនេះគួររំលឹកថាកាលពីពេលថ្មីនេះក្រុមចំណងជើងស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថាចិនពង្រីកវត្តមានយោធាបន្ទាប់ពីមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានទ័ពព្រាមវិទ្យុអាស៊ីសេរី OFK ខ្មែរបានផ្សាយខ្លឹមសារថាជាមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញយោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពព្រាមហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើពីមូលដ្ឋានទ័ពព្រាមទោះបីជាយ៉ាងណាឯកឧត្តមនាយឧត្តមស្នេហ៍ឈុំសុជាតិបានគូបញ្ជាក់ថារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាបានប្រកាសញឹកញាប់រួចមកហើយថាកម្ពុជាជាប្រទេសអព្យាក្រឹតហើយរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាជាដាច់ខាតក្រោយការដាក់ឲ្យដំណើរការប្រើប្រាស់កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលមកសម្រាប់ចតជាហោហែនៅកំពង់ផែសមុទ្ររៀមដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឲ្យចូលចតមុនគេបង្អស់បន្ទាប់ពីកំពង់ផែសមុទ្ររៀមត្រូវបានសម្ពោធជាផ្លូវការបន្ទាប់មកមាននាវាកងទ័ពវៀតណាមនាវាចិនជាដើមពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររីករាយដែលនេះជាផុសតាងជាក់ស្ដែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររៀមរបស់កម្ពុជាឯកឧត្តមនាយឧត្តមស្នេហ៍បានបន្តថាក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលផលិតភាពនិងវឹកហាត់រួមគ្នាកម្ពុជាចិនខែរៀមកាលពីថ្ងៃទី5ខែមេសាឆ្នាំ2025សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសស្វាគមន៍ផងដែរនៅបណ្ដាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅកំពង់ផែរៀមប្រទេសកម្ពុជាដើម្បីធ្វើការវឹកហាត់រួមគ្នាបីជាយ៉ាងណាក្តីរាល់នាវាកងទ័ពបរទេសដែលចង់ចូលមកចតនៅកំពង់ផែរៀមត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាស់ផ្ទះជាមុនសិនរួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរដែលកម្ពុជាសង្ឃឹមថានឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តទៀតនឹងចូលចតនៅកំពង់ផែរៀមនេះ